ក៏ស្ទុះមកលេបចូលពោះហាលចូលទៅក្នុងទន្លេជ្រៅបាត់ទៅទីរូបមានបញ្ញាភិនិហាច្រើនពីអតីតជាតិទើបមិនបង្កអន្តរាយអ្វីឡើយប្រៀបដូចជាដាក់ឲ្យដេកលើកំរាលក្នុងបន្ទប់ដូចនេះដែរលោកម្ចាស់កូនយើងមានភរិយាសេដ្ឋីមួយរូបទើបនឹងប្រសូតបានបុត្រជាទីស្រឡាញ់ម្នាក់តាមទំនៀមដើម្បីដាក់ឈ្មោះឲ្យកូនបានជាសិរីមង្គលគេត្រូវយកទៅផ្ងត់ទឹកទន្លេគង្គាសិនអូនសម្លាញ់ស្អែកនេះជាថ្ងៃទី5ហើយយើងត្រូវធ្វើមង្គលកោសក់កូននិងយកទៅផ្ងត់ទឹកទន្លេគង្គាដើម្បីនាំមកនៅសិរីមង្គលណាចាលោកម្ចាស់សូមចាត់ចែងតាមប្រពៃណីចុះអូននឹងធ្វើតាមទាំងអស់ប្រសើរណាស់អូនសម្លាញ់អញ្ចឹងអូនសម្រាកចុះព្រោះថាស្អែកយើងត្រូវចេញដំណើរទៅតាំងពីព្រឹកតែម្ដងណាខណៈពេលដែលមេដាកំពុងតែផ្ងត់ទឹកទារុនោះស្រាប់តែមានត្រីដំរីមួយក្បាលយ៉ាងធំសម្គាល់ទារុថាជាចំណីក៏ស្ទុះមកលេបចូលពោះហាលចូលទៅក្នុងទន្លេជ្រៅបាត់ទៅទារុមានបញ្ញាភិនិហាច្រើនពីអតីតជាតិទើបមិនបង្កអន្តរាយអ្វីឡើយមានបញ្ញាភិនិហាច្រើនពីអតីតជាតិទើបមិនបង្កអន្តរាយអ្វីឡើយប្រៀបដូចជាដាក់ឲ្យដេកលើកំរាលក្នុងបន្ទប់ដូចនេះដែរលោកម្ចាស់កូនយើងមានរឿងអីអូនសម្លាញ់លោកម្ចាស់កូនយើងត្រីលែបាត់ទៅហើយមើលទៅអូនមិនរស់ទេត្រីនោះការលេបទារុហើយក៏កើតសេចក្តីក្តៅក្រហាយរួចហាលយ៉ាងលឿនគេចចេញពីទីនោះមិនប្រយ័ត្នក៏ជាប់អួនអ្នកនេសាទរួចក៏ស្លាប់ទៅមានអ្នកទិញត្រីដំរីទេត្រីនេះធំល្អណាស់ត្រីដំរីធំល្អណាស់ណែអ្នកលក់ត្រីនេះតម្លៃប៉ុន្មានដែរខ្ញុំលក់ក្នុងតម្លៃតែ1000កែហបណៈទេលោកសូមលោកជួយទិញទៅអូយលក់ត្រីថ្លៃដូចមាសយ៉ាងនេះអ្នកណាដែលមានប្រាក់ទិញទៅណាហើយទុកលក់ឲ្យសេដ្ឋីទៅតែយើងទៅវិញអ្នកនេសាទអំពាវនាវលក់ត្រីតែគ្មាននរណាហ៊ានទិញឡើយលុះទៅដល់ទីក្រុងពីរិណសីសេដ្ឋីក្រុងពីរិណសីក៏បានទិញយករួចឲ្យគេវះពោះដោយឃើញពោះធំសម្គាល់ថាជាពងត្រីលុះវះចេញមកក៏បានឃើញគេរស់នៅរស់រវើកមើលទៅប្រហែលជាមានកូននរណាក្នុងទីក្រុងនេះត្រូវត្រីនេះលេបហើយមិនដឹងថាឪពុកម្ដាយកើតទុកយ៉ាងណាទៅណោះណែអ្នកទាំងឡាយចូលនាំគ្នាប្រកោកប្រកាស